ซุปត្រីស្ពៃជូបាទកន្លងមកខ្ញុំឃើញបងប្អូនយើងមិនថាជាបងប្អូនខ្មែរយើងមួយចំនួនបាទគាត់ធ្វើស៊ុបត្រីស្ពៃជូអត់ត្រូវបាទបងប្អូនខ្លះក៏គាត់ខមមិនថាបងអើយខ្ញុំធ្វើដែរប៉ុន្តែធ្វើអត់ត្រូវបាទធ្វើ3 4ដងបងប្អូនណាបាទថ្ងៃនេះដែរខ្ញុំចែកកន្លឹះបងប្អូនយើងធ្វើទាំងអស់គ្នាបងប្អូនណាបាទក្នុងនេះដែរគឺយើងប្រើនៅខ្ទុយត្រីសុងហឺបាទន័យថាខ្ញុំគឺហៅតាថោយីបាទណាត្រីក្បាលធំបាទខ្មែរយើងហៅត្រីសុងហឺណាបងប្អូនណាប៉ុន្តែប្រភេទត្រីនោះគឺឆ្អឹងច្រើនបាទក្បាលវាគឺយើងយកទៅចំហុយម្ទេសបាទចំណែកឯកន្ទុយវាគឺខ្ញុំយកមកច្នៃធ្វើជាស៊ុបស្ពៃត្រីជូរបាទដើម្បីបង្ហាញបងប្អូនយើងទាំងអស់គ្នាដើម្បីឲ្យបងប្អូនយើងចេះបាទកន្លឹះរបស់វាសំខាន់ជាងគេគឺសាច់ត្រីបងប្អូនណាបាទមិនថាត្រីតកែត្រីទក់ត្រីក្រហមត្រីឌីបត្រីអីអញ្ចឹងបងប្អូនណាបាទហើយសាច់ត្រីគឺខ្ញុំយកមកហាន់វាផ្លេសស្និតស្និតស្ដើងជាពីរអញ្ចឹងបងប្អូនណាអត់ឲ្យដាច់ទេបងប្អូននឹកធ្វើអញ្ចឹងមកបាទឃើញស្ដើងអញ្ចឹងបាទដល់ពេលយើងវាយជាមួយនឹងអំបិលជាមួយនឹងម្សៅឆាគឺវាឡើងល្អបងប្អូនបាទហើយវីដេអូនេះដែរគឺរៀងវែងបន្តិចបងប្អូនណាបាទហើយបងប្អូនយើងបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍បាទកុំភ្លេច share ចែករំលែកដល់គ្នាបងប្អូនជាពិសេស follow page និង follow TikTok ជាមួយនឹង subscribe channel YouTube អ្នកមួយផងបាទសាច់ត្រីគឺយើងហាន់រួចរាល់ហើយបងប្អូនណាបាទដែលខ្ញុំថាសំខាន់ជាងគេនោះគឺសាច់ត្រីបាទកលឹះដែលខ្លាំងបំផុតហ្នឹងបាទឥឡូវយើងយកសាច់ត្រីទៅធ្វើកលឹះវាបងប្អូនណាកលឹះវាសំខាន់ហ្នឹងបាទគឺអំបិលបាទគឺការប្រឡាក់អំបិលមុនដំបូងបងប្អូនណាខ្ញុំដាក់អំបិល2លាព្រាបន្ទាប់មកគឺខ្ញុំដាក់ទឹកបងប្អូនណាបាទខ្ញុំដាក់ទឹកប្រហែលជាអត់ដល់កន្លះវែកទេបាទបន្ទាប់មកទៀតគឺខ្ញុំវាយវាបងប្អូនឃើញខ្ញុំវាយមួយផ្លែតទៅណាក៏ប៉ុន្តែការវាយរបស់ខ្ញុំនេះប្រហែលជា5នាទីបងប្អូនអញ្ចឹងខ្ញុំកាត់មួយផ្លែតឲ្យបងប្អូនយើងមើលអញ្ចឹងបាទបងប្អូនគិតថាលឿនណាស់វាយមកខ្វៃហើយអត់ទេបាទបន្ទាប់ពីវាយប្រហែលជា5នាទីមកគឺយើងត្រូវយកវាទៅលាងទឹកណាបងប្អូនណាបាទបើយើងអត់លាងទឹកទេគឺវាប្រៃបាទបងប្អូនយើងយកទឹកដាក់លាងវាមកហ្នឹងហើយអធិស្ឋានដោយសារការបញ្ចូលសលេងវានៅស្ទើបេបើអញ្ចឹងបាទយើងលាងវាអាយុតិចមកបាទបន្ទាប់មកគឺយើងចាក់វាចេញបាទកុំឲ្យវានៅប្រៃបាទសាច់ត្រីគឺធានាថាឡើងល្អបាទបន្ទាប់មកគឺយើងរែងវាអស់ទឹកហ្នឹងមកគលោះវាមកបាទក្រោយមកទៀតគឺខ្ញុំពូតវាពូតនេះគឺមិនមែនពូតក្តាប់យកណាពូតកដោបវាឲ្យវាចេញទឹកបងប្អូនណាបាទយើងពូតកដោបវាចេញទឹកបាទបន្ទាប់មកទៀតគឺយើងចាក់វាដាក់ក្នុងបតលយើងបន្តទៅទៀតបាទអ្វីដែលសំខាន់ទៀតគឺយើងប្រឡាក់វាបាទខ្ញុំដាក់ប៊ីចេងបាទម្សៅស៊ុបស្ករម្ទេសជាមួយនឹងម្រេចសបងប្អូនណាបាទចុងក្រោយគឺយើងប្រើប្រេងល្ងហ្នឹងហើយបន្ទាប់មកគឺយើងច្បល់វាបងប្អូនការច្បល់នេះដែរបងប្អូនឃើញខ្ញុំច្បល់ហ្នឹងតិចថាមួយផ្លែដែរខ្ញុំច្បល់ប្រហែលជា3នាទីដែរបាទច្បល់វាប៉ុណ្ណេះមកបាទគឺយើងត្រូវប្រើពងមួនសបាទបងប្អូនណាពងមួនសដោយសារតែខ្ញុំវាយបែកទៅវាលាយក្រហមតិចក៏ប៉ុន្តែមិនជាបញ្ហាទេបាទយើងច្បល់វាឲ្យយូរបន្តិចទៀតមកបាទយើងច្បល់វាឲ្យយូរបន្ទាប់មកគឺយើងត្រូវការប្រើម្សៅឆាវាយវាឲ្យស្អិតអញ្ចឹងកលឹះរបស់វាគឺសាច់ត្រីការប្រឡាក់សាច់ត្រីអញ្ចឹងបងប្អូនគឺអត់មានជាថាងាយធ្វើបានទេបងប្អូនណាបាទឥឡូវគឺរួចរាល់ហើយសាច់ត្រីគឺយើងប្រឡាក់ឡើងស្អិតអញ្ចឹងដូចបងប្អូនឃើញស្រាប់ហើយបាទឥឡូវគឺយើងទៅរៀបចំបន្លែទាំងអស់គ្នាបាទនៅក្នុងដៃខ្ញុំនេះគឺជាប្រភេទស្ពៃជូរខ្មែរយើងបងប្អូនណាបាទខ្ញុំហាន់ប្រឆិតអញ្ចឹងមកបាទខ្ញុំអត់ចោលទេខ្ញុំយកទាំងស្លឹកទាំងដើមតែហ្មងបាទហាន់រួចរាល់គឺខ្ញុំដាក់បន្តិលអូខេបាទបន្ទាប់មកទៀតគឺខ្ញុំប្រើជាមួយនឹងកូនស្ពៃបកគោដែលលើកហ្នឹងគឺខ្ញុំអត់ប្រើមីស៊ូទេដោយសារតែបងប្អូនយើងខមមិនរលដល់ហ្នឹងបន្លែអត់មានប្រើបន្លែមានតែមីស៊ូស្ពៃជូរចឹងអត់តំណងណាបាទបន្ទាប់មកទៀតគឺយើងប្រើជាមួយនឹងប្រសិទ្ធមជុលហើយវាសរសៃដាក់ជាមួយគ្នាមកជាការស្រេចហើយបាទតមកទៀតគឺយើងត្រូវបើកទឹកស្រស់បងប្អូនមើលតាមមួយដំណាក់កាលធានាថាបងប្អូននឹងចេះបាទអាចយកទៅបើកលក់បានមុខម្ហូបនេះខ្ញុំចែកឲ្យបងប្អូនយើង free បាទមិនទាលុយពីបងប្អូនទេឲ្យតែបងប្អូនយើងមើលនិង share ទាំងអស់គ្នាបាទស្ពៃជូរជាមួយនឹងបន្លែយើងស្រស់រួចរាល់ហើយគឺយើងដាក់ខ្លាញ់ជីនជាមួយនឹងឆ្អឹងត្រីដែលខ្ញុំប្រឡេះពីមុនដំបូងបងប្អូនណាបាទគឺយើងយកវាមកជីនមកបាទជីនវាដើម្បីឲ្យទឹកខាប់ទឹកសល្អបងប្អូនណាបាទអត់មានអីអំបាយបងប្អូនបាទបន្ទាប់ពីរៀងក្រៀមតិចមកបាទគឺបងប្អូនយើងអាចដាក់គ្រឿងបានហើយបាទដែលគ្រឿងយើងហ្នឹងគឺយើងចាប់មានខ្ទឹមសជាមួយនឹងខ្ញីការ៉ូគល់ខ្ទឹមម្ទេសក្រហមអញ្ចឹងបាទយើងលីងវាបន្តិចមកបន្ទាប់មកគឺយើងដាក់ម្ទេសជ្រក់ចូលបាទម្ទេសជ្រក់អូខេបន្ទាប់មកទៀតគឺយើងបើកភ្លើងក្តៅបន្តិចយើងដាក់ជាមួយនឹងបន្លែចូលបាទយើងដាក់បន្លែចូលបាទជាមួយមកយើងឆាវាមកត្រឡប់ពីមកយើងរែងវាបន្តិចមកអត់មានអីបាក់ទេបាទក្រោយមកទៀតគឺយើងអាចដាក់ទឹកចូលបានបងប្អូនណាបាទបន្ទាប់មកគឺយើងដាក់ទឹកស៊ុនជាងបាទជាមួយនឹងម្ទេសលឿងបាទបន្ទាប់មកទៀតគឺជាមួយនឹងទឹកស៊ុបមាន់បាទបន្ទាប់មកទៀតគឺម្សៅស៊ុបមាន់បងប្អូនបាទប៊ីចេងស្ករបាទជាមួយនឹងម្រេចសបាទហើយចុងក្រោយនោះទៀតសោតគឺយើងប្រើជាមួយនឹងទឹកខ្មេះបងប្អូនទឹកខ្មេះខ្ញុំដាក់កន្លះវែកបងប្អូនណាបាទខ្ញុំដាក់កន្លះវែកគឺបងប្អូនយើងដែលចូលចិត្តជូរគឺជូរបងប្អូនយើងចូលចិត្តសាបគឺយកសាបទៅបាទ
ប្រហែលជាបានហើយបងប្អូនណាខ្ញុំគិតថាប៉ុណ្ណឹងគឺយើងអាចស្រង់បន្លែចេញបានហើយបាទអញ្ចឹងរសជាតិវាស្រឡាញ់តែបងប្អូនយើងគាត់ចង់បានសាបឬក៏ជូរឬក៏ហឹលអីស្រឡាញ់តែបងប្អូនយើងចំណូលចិត្តអូខេបន្ទាប់មកគឺយើងយកវាដាក់ចានបានហើយហ្នឹងហើយបងប្អូនអ្វីដែលយើងត្រូវធ្វើបន្ទាប់នោះទៀតគឺជាមួយនឹងសាច់ត្រីបងប្អូនណាបាទបន្ទាប់ពីទឹកស៊ុបយើងដែលស្រង់បន្លែមិញពីពុះគឺយើងយកសាច់ត្រីដាក់ចូលបានហើយបងប្អូនបាទគឺអត់មានអីប្របាតទេបាទសាច់ត្រីគឺយើងចាក់ចូលមកបងប្អូនយើងដោយសារតែខ្ញុំខ្ជិលយកដៃចាក់វាមកចំណិតខ្ញុំចាក់ចូលទាំងអស់ម្ដងបងប្អូនណាបាទដាក់វាម្ដងចឹងមកបាទបន្ទាប់មកទៀតគឺយើងយកវាវៃកូរវាបងប្អូនណាបាទយកវៃកូរវាឲ្យវាបែកពីគ្នាមកកុំឲ្យវាស្អិតជាមួយគ្នាហ្នឹងហើយបន្ទាប់ពីកូរវាបែកចេញពីគ្នាហើយបងប្អូនយើងបើកភ្លើងឲ្យខ្លាំងមកឈូមកបាទដើម្បីឲ្យវាឆ្អិនសាច់ត្រីបាទបន្ទាប់មកគឺយើងអាចលើកចេញបានហើយបងប្អូនដូចមើលក្នុងវីដេអូនោះស្រាប់អញ្ចឹងបាទការចែករំលែកនេះគឺជាកលឹះងាយដែលបងប្អូនយើងគិតថាវាស្រួលក៏ប៉ុន្តែក៏ពិបាកសម្រាប់អ្នកដែលធ្វើបងប្អូនណាបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទៀតទេបាទគឺចែករំលែកឲ្យបងប្អូនយើងគឺមានតែប៉ុណ្្នឹងបាទសម្រាប់វិធីធ្វើស៊ុបត្រីស្ពៃជូរបាទអរគុណច្រើនបងប្អូនណាបាទកុំភ្លេចចែករំលែកទាំងអស់គ្នាដល់បងប្អូនយើងអ្នកដែលបានឃើញនិងអត់ដែលបានមើលបាទគាត់បានមើលនិងបានឃើញនិងបាន Subscribe Channel ទាំងអស់គ្នាបាទអរគុណច្រើនសង្ឃឹមថាបងប្អូនយើងនឹងរីករាយបាទជួបគ្នានៅវីដេអូក្រោយទៀតអូខេបាទអរគុណច្រើនបាយបាយ